ដំណែងបានជាង3ខែនាយករដ្ឋមន្ត្រីជប៉ុនប្រកាសរំលាយសភានិងត្រៀមបោះឆ្នោតរើសមេដឹកនាំថ្មីប្រមិត្តទស្សនិកជនលោកស្រីសាណាតាកៃឈីនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ជប៉ុនបានប្រកាសកាលពីថ្ងៃទី19ខែមករាថាលោកស្រីនឹងសម្រេចរំលាយសភានៅសប្តាហ៍នេះដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី8ខែកុម្ភៈខាងមុខមូលហេតុចម្បងដែលនាំឲ្យមានការសម្រេចចិត្តនេះគឺដោយសារលោកស្រីចង់ជំរះមន្ទិលសង្ស័យលើភាពស្របច្បាប់នៃអាណត្តិដឹកនាំរបស់ខ្លួននិងដើម្បីទទួលបានសម្លេងភាគច្រើនដាច់ដោយឡែកនៅក្នុងសភាដែលនឹងអនុញ្ញាតឲ្យលោកស្រីអាចអនុម័តគោលនយោបាយសេដ្ឋកិច្ចនិងកញ្ចប់ថវិកាជាតិបានយ៉ាងងាយស្រួលដោយមិនចាំបាច់ធ្វើសម្បទានដល់គណៈបកដទៃទៀតគណៈបកប្រជាធិបតេយ្យសេរីហៅកាត់ LDP របស់លោកស្រីបច្ចុប្បន្នមានសម្លេងភាគច្រើនតិចតួចប៉ុណ្ណោះនៅក្នុងសភាធ្វើឲ្យការអនុម័តច្បាប់ផ្សេងៗមានភាពរអាក់រអួលលោកស្រីសង្ឃឹមថាការបោះឆ្នោតថ្មីនេះនឹងជួយឲ្យបកលោកស្រីក្តាប់អំណាចបានពេញលេញវិញលោកស្រីតាកៃឈីបញ្ជាក់ថាសភានឹងត្រូវរំលាយនៅថ្ងៃទី23ខែមករាហើយយុទ្ធនាការបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី27ខែមករាស្របពេលជាមួយគ្នាដើម្បីយកចិត្តម្ចាស់ឆ្នោតដែលកំពុងជួបវិបត្តិអតិផរណាលោកស្រីតាកៃឈីបានសន្យាថានឹងកាត់បន្ថយពន្ធលើអាហាររយៈពេល2ឆ្នាំនិងបានអនុម័តកញ្ចប់ថវិកាចំនួន 122.3 ត្រីលានយ៉េនឬត្រូវនឹងប្រមាណ $768,000 លានអាមេរិកសម្រាប់ឆ្នាំ2026យ៉ាងណាចំណាត់ការនេះបានរងនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់គណៈបកប្រឆាំងដែលយល់ឃើញថាការរៀបចំការបោះឆ្នោតនៅពេលនេះគឺជាការខ្ជះខ្ជាយពេលវេលានិងអាចបង្កការរំខានដល់ការអនុម័តកញ្ចប់ថវិកាជាតិដែលចាំបាច់សម្រាប់ដោះស្រាយបញ្ហាបន្ទាន់របស់ប្រជាជនទន្ទឹមនោះពលរដ្ឋខ្លះយល់ថារដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាទំនិញឡើងថ្លៃជាមុនសិនសឹមគិតគូររឿងបោះឆ្នោត